ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានសាច់រឿងមួយដែលនិយាយអំពីអ្នករត់ម៉ារ៉ាតុងម្នាក់ដែលគាត់បានបាត់ខ្លួននៅក្នុងអូសៀតជាតិមួយកន្លែងនៃប្រទេសអាមេរិករយៈពេល30ថ្ងៃអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនេះគឺកើតឡើងទៅលើបុរសវ័យ39ឆ្នាំម្នាក់ដែលមានឈ្មោះថា Robert Salk អញ្ចឹងខ្ញុំសូមហៅគាត់ថា Robert ចុះគាត់មានទីកំណើតនៅទីក្រុង Bland ក្នុងរដ្ឋ Washington នៃក្នុងប្រទេសអាមេរិកក្បែរព្រំដែនប្រទេសកាណាដាដែលមុខរបររបស់គាត់គឺជាតន្ត្រីករនិងជាអ្នករត់ប្រណាំងម៉ារ៉ាតុងក្នុងចម្ងាយឆ្ងាយគាត់រកចំណូលបានតាមរយៈការលេងហ្គីតានិងការច្រៀងតាមបារឬតាមដងផ្លូវជាដើមហើយកីឡារត់ម៉ារ៉ាតុងគឺជាផ្នែកមួយនៃការកម្សាន្តនៅក្នុងជីវិតរបស់គាត់ Robert គឺគាត់ជាមនុស្សចូលចិត្តនៅឯកាចូលចិត្តភាពស្ងប់ស្ងាត់គាត់មិនសូវចូលចិត្តនៅកន្លែងដែលមានមនុស្សច្រើននោះទេតែទោះបីជាអញ្ចឹងក៏ដោយ Robert ក៏គាត់ជាមនុស្សដែលមានបេះដូងកក់ក្ដៅផងដែរលក្ខណៈថាគាត់ជាមនុស្សមួយដែលដើរតែឯងអញ្ចឹងតែគាត់តែងតែធ្វើល្អទៅលើមនុស្សគ្រប់គ្នានៅពេលដែលគាត់ជួបពួកគេមិនថាជាមនុស្សដែលគាត់ធ្លាប់ស្គាល់ឬក៏អត់ធ្លាប់ស្គាល់ក៏ដោយក្រៅពីនេះក្នុងជីវិតរបស់គាត់ក៏មានមិត្តដ៏ជិតស្និទ្ធមួយផងដែរដែលតែកំដរគាត់រត់ម៉ារ៉ាតុងនៅពេលដែលគាត់ទំនេរនោះគឺមានឈ្មោះថា Friendly ដែលជាឆ្កែពូជ Labrador ដែលមានពណ៌ត្នោតអាយុ5ឆ្នាំនៅព្រឹកថ្ងៃទី31ខែកក្កដាឆ្នាំ2004 Robert បានទៅលេងនៅឧទ្យានជាតិមួយដែលមានឈ្មោះថានៅ Cascades ក្នុងគោលបំណងរត់ចម្ងាយប្រហែលជាខ្ទង់20ម៉ាយដែលស្មើនឹង32គីឡូម៉ែត្រតាមដងទន្លេ Chilliwack ហើយត្រឡប់មកវិញមុនពេលថ្ងៃលិចដោយសារតែវាមិនមែនជាលើកទី1ព្រោះគាត់បានធ្លាប់ឆ្លងកាត់និងរត់តាមផ្លូវនេះ 3-4 ដងមកហើយក្រោយមកគាត់បានឈប់មកកន្លែងនេះដោយសារតែឧទ្យានជាតិនេះត្រូវបានភ្លើងឆេះក្នុងលក្ខណៈទ្រង់ទ្រាយធំនៅក្នុងឆ្នាំ2021និងឆ្នាំ2022លក្ខណៈថាពេលហ្នឹងឧទ្យានជាតិដែលគាត់មកហ្នឹងគឺភ្លើងឆេះព្រៃអញ្ចឹងគេបានបិទឧទ្យានជាតិហ្នឹងអត់ឲ្យមានមនុស្សចូលមកកំសាន្តទេអញ្ចឹងគឺគាត់ផ្អាកអត់បានមករយៈពេល2ឆ្នាំហើយដោយសារតែគាត់បានស្គាល់ផ្លូវក្នុងឧទ្យានជាតិនេះកន្លងមកអញ្ចឹងដំណើររបស់គាត់គឺគាត់មិនមានអ្វីបំរុងទុកដូចជាអាហារតង់និងសម្ភារៈអ្វីច្រើនឡើយគឺគាត់ស្ពាយតែកាតាបតូចស្រាលមួយដែលមានសម្ភារៈតិចតួចតែប៉ុណ្ណោះហើយនៅក្នុងនោះមានត្រឹមតែចានបត់សម្រាប់ Friendly ដែលជាឆ្កែរបស់គាត់ហ្នឹងនិងផែនទីចាស់មួយហើយគាត់គ្មានអាហារកំប៉ុងបំរុងឬក៏គ្មានកៅអៅបំរុងអីទេសូម្បីតែត្រីវិស័យក៏គាត់គ្មានដែរដោយសារតែគាត់អាងថាគាត់មានទូរស័ព្ទមួយហើយគាត់ទៅឧទ្យានជាតិហ្នឹងគឺទៅពេលផឹកហើយត្រឡប់មកវិញគឺមុនពេលយប់ហើយមុននឹងចូលទៅដល់ឧទ្យានជាតិគឺគាត់បានចតចំណតឡាននៅ Hannigan Pass ដែលជាកន្លែងចុងបញ្ចប់នៃផ្លូវកៅស៊ូហើយក៏ជាកន្លែងចាប់ផ្ដើមដើរចូលទៅក្នុងព្រៃផងដែរហើយបញ្ជាក់អ្នកទាំងអស់គ្នាផងដែរឧទ្យានជាតិ Cascades ហ្នឹងបើតាមស្ថិតិគេបង្ហាញថាជាឧទ្យានជាតិដែលមានគ្រោះថ្នាក់និងសម្លាប់មនុស្សច្រើនជាងគេបំផុតនៅប្រទេសអាមេរិកបើធៀបទៅនឹងចំនួនអ្នកទៅកម្សាន្តដែលចំនួនមនុស្សស្លាប់នៅទីនោះគឺមានប្រមាណជា27នាក់ដែលទិន្នន័យនេះគឺគេស្របតាំងពី2007ទៅដល់ឆ្នាំ2024ហើយករណីដែលមនុស្សស្លាប់ភាគច្រើននៅទីនោះគឺដោយសារតែការធ្លាក់ពីលើចំណោទហើយលង់ទឹកទន្លេក្នុងសីតុណ្ហភាពត្រជាក់និងស្លាប់ដោយសារតែការបម្រែបម្រួលអាកាសធាតុហើយអ្នកខ្លះក៏បានបាត់ខ្លួនឈឹងតែម្ដងនៅក្នុងតំបន់មួយដែលមានរូបរាងភ្នំស្តៀងគ្នាហើយលក្ខណៈតំបន់ហ្នឹងគឺជាតំបន់ជួរភ្នំព័ទ្ធជុំវិញអញ្ចឹងហើយភ្នំហ្នឹងគឺមានកម្ពស់អីស្តៀងគ្នាគឺចូលទៅដល់គឺពិបាកចំណាំមែនទែនអាហ្នឹងបើខ្ញុំអានតាមអ៊ីនធឺណិតហើយចំពោះប្រតិបត្តិការជួយសង្គ្រោះម្ដងនៅទីនោះគឺមានការលំបាកនិងចំណាយថវិកាច្រើនគឺពីព្រោះដោយសារតែគម្របព្រៃដ៏សែនក្រាស់នៅទីនោះវាបានរារាំងប្រព័ន្ធកាមេរ៉ាចាប់កម្ដៅរបស់ឧទ្ធម្ភាគចក្រហើយភូមិសាស្ត្រនៅទីនោះក៏គ្មានសេវាទូរស័ព្ទផងដែរជួនកាលគេបានរកឃើញជនរងគ្រោះដែលបាត់ខ្លួនជាច្រើនសប្តាហ៍នៅចម្ងាយត្រឹមតែកន្លះម៉ាយតែប៉ុណ្ណោះដែលចម្ងាយនេះគឺមិនស្មើនឹង1គីឡូម៉ែត្រផងគឺវាប្រហែលជាត្រឹម800ម៉ែត្រពីផ្លូវតែប៉ុណ្ណោះហើយជួនកាលទៀតជនរងគ្រោះខ្លះក៏រកមិនឃើញបាត់ខ្លួនជារៀងរហូតតែម្ដងក៏មានដែរអានេះគឺជាអ្វីដែលខ្ញុំ research ខ្លីៗនៅក្នុងអ៊ីនធឺណិតទេហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅសាច់រឿងយើងបន្តទៀតនៅពេលដែលគាត់បានចុះពីលើឡានចាប់ផ្ដើមដំណើររបស់គាត់នៅក្នុងឧទ្យានជាតិនោះគឺអ្វីៗល្អទាំងអស់មិនថាទាំងអាកាសធាតុសីតុណ្ហភាពឬទេសភាពឡើយសូម្បីតែ Friendly ដែលជាឆ្កែរបស់គាត់ហ្នឹងក៏វាបានបង្ហាញភាពសប្បាយរីករាយដោយការហក់លោតរត់លេងជាមួយនឹងបរិយាកាសនៅទីនោះដោយក្តីរំភើបផងដែរហើយមុននឹងពេលដែលចេញទៅ Robert បានបើកកញ្ចក់ឡានចោលទុកកាបូបលុយនៅក្នុងលើតាប់ឡូនិងទុកហ្គីតានៅគូតឡានដែលបញ្ជាក់ថាគាត់ច្បាស់ជាត្រឡប់មកវិញនៅរយៈពេលប្រហែលម៉ោងទៀតនិយាយទៅនៅស្រុកគេស្រួលដែរទុកចោលអត់មានអ្នកយកហើយការរត់របស់គាត់នៅក្នុងចម្ងាយប្រហែលជាប្រមាណម៉ាយដំបូងគឺងាយស្រួលមែនទែនគឺមិនមានអ្វីពិបាកចំពោះគាត់ឡើយចូលប្រហែលជាម៉ោង12ថ្ងៃត្រង់គាត់បានជួបគូស្នេហ៍2នាក់កំពុងតែដើរចុះមកវិញដែលពួកគេនោះគឺជាមនុស្សចុងក្រោយដែលគាត់បានឃើញ
lúc pe thua đầm nở châu plei càng để chờ tới đám chơi để cọt bàn khơi nợ pe để cọt bàn một bị một nắng khác miên dập hiệp lum đua bật plei nằng đám chơi khác xây tiết miên snam che cloud nợ lừa đám ở bỏ việc Robert mình sao chỉ qualประมาณទេដោយគាត់គិតថាគាត់នៅតែស្គាល់ផ្លូវនៅឧជាជាតិនេះច្បាស់លុះដល់ពេលរសៀលអាកាសធាតុចាប់ដើមប្រែប្រួលភ្លាមៗពេលនោះមានខ្យល់បក់ខ្លាំងមេឃប្រែជាខ្មៅហើយភ្លៀងក៏ចាប់ដើមធ្លាក់មកយ៉ាងខ្លាំង Robert បង្កើតល្បឿនរត់កាន់តែលឿនទៅប៉ុន្តែផ្លូវដែលគាត់រត់នោះក៏មានសភាពរអិលខ្លាំងដែរនៅក្នុងសភាពនោះឆ្កែរបស់គាត់ដែលមានឈ្មោះថា Freddy នឹងវាចាប់ផ្ដើមទម្លាក់ទៅជាចុះមកក្រោមភ្លាមៗហើយដើរយ៉ាងស្ងាត់ៗលេងសូវពុះកញ្ជលដូចមុនមួយម៉ោងក្រោយមកខោអាវរបស់គាត់ទៅទឹកជោកហើយម្រាមដៃរបស់គាត់ចាប់ដើមស្ពឹកដោយសារតែភាពត្រជាក់នៅទីនោះនៅពេលនោះអ្វីដែលគាត់នឹកស្មានមិនដល់ផ្លូវដែលគាត់ចាំនោះត្រូវបានរាំងដោយដើមឈើដួលនៅលើនោះជាច្រើនទាំងដែលគាត់នៅកណ្ដាលព្រៃក្រាស់ភ្លាមនោះគាត់គិតក្នុងចិត្តថាបើត្រឡប់ទៅក្រោយវិញនោះគឺទៅលំបាកកាត់ព្រៃម្ដងទៀតអញ្ចឹងសុកចិត្តខំប្រឹងដើរទៅមុខបន្តទៀតកែលោផុតកន្លែងភ្លើងឆេះព្រៃនេះបានទៅដល់កន្លែងផ្លូវដែលស្រួលវិញតែការគិតរបស់គាត់គឺខុសទាំងស្រុងគាត់មិនព្រមទទួលស្គាល់ថាផ្លូវដែលគាត់ស្គាល់នោះគឺទៅបំផ្លាញដោយសារតែភ្លើងឆេះនិងទឹកចំនួនទឹកភ្លៀងឡើយហើយនៅពេលដែលគាត់ដឹងខ្លួនថាគាត់មកវេងព្រៃនោះគឺពេលអាទិត្យចាប់ផ្ដើមលិចបាត់ទៅហើយដោយសារតែភាពងងឹតនេះ Robert បានសម្រេចចិត្តដេកនៅក្រោមដើមឈើមួយជាមួយនឹងឆ្កែរបស់គាត់ហើយនៅក្នុងយប់នោះផងដែរRobert និង Freddy គឺពិតជារងាយ៉ាងខ្លាំងដោយសារតែសីតុណ្ហភាពចុះត្រជាក់និងមេឃភ្លៀងចូលមកដល់ព្រឹកថ្ងៃទី2សភាពមេឃនៅទីនោះគឺបាំងដោយអាប់ក្រាស់មើលមិនឃើញព្រះអាទិត្យឡើយចំណែកឯទូរស័ព្ទរបស់ Robert វិញថ្មសល់តែ 5% តែប៉ុណ្ណោះចូលទៅដល់ថ្ងៃទី3ខែសីហា Robert គាត់បានព្យាយាមស្រែកហៅពីជំនួយពីខាងក្រៅតែអ្វីដែលគាត់ទទួលបាននៅពេលនោះគឺមានតែសំឡេងរបស់ខ្លួនឯងឡងមកវិញតែប៉ុណ្ណោះនៅពេលឃើញស្ថានភាពបែបនេះអារម្មណ៍របស់គាត់ចាប់ផ្ដើមភ័យស្លន់ស្លោជាខ្លាំងគាត់បានសម្លឹងមើលទៅ Freddy ដែលជាឆ្កែរបស់គាត់ដោយសភាពវានៅពេលនោះគឺវាកំពុងតែញ័រដោយសារតែអាកាសធាតុត្រជាក់និងភាពនឿយហត់គាត់ដឹងច្បាស់ថាបើគាត់ទុក Freddy នៅជាមួយគាត់ឆ្កែនេះច្បាស់ជាស្លាប់មិនខានដូចនេះគាត់ចាប់ផ្ដើមមានគំនិតមួយគាត់ចង់បំបែកផ្លូវជាមួយនឹង Freddy ហើយអ្វីដែលគាត់គិតនៅពេលនោះ Freddy នៅនឹងករបស់វាគឺមានបន្ទះឈីបមួយបើសិនជាវាដើរទៅជួបនឹងមនុស្សគេនឹងដឹងច្បាស់ថាឆ្កែនេះគឺនឹងបាត់ពីម្ចាស់ដូចនេះគេនឹងស្វែងរកម្ចាស់របស់វាតាមបន្ទះឈីបនោះដូចនេះគាត់បានព្យាយាមដេញ Freddy ឲ្យចេញពីគាត់ប៉ុន្តែឆ្កែដ៏ស្មោះត្រង់នេះវាមិនព្រមទៅណាចោលម្ចាស់ឡើយដូចនេះ Robert ចាប់ផ្ដើមធ្វើរឿងដោយឈឺចាប់បំផុតគាត់បានអោបឆ្កែនេះជាលើកចុងក្រោយរួចក្រោបឈរឡើងនិងសាយកំហុកដាក់វាយ៉ាងខ្លាំងដើម្បីឲ្យវាចាក់ចេញពីគាត់ឆ្កែរបស់គាត់មើលទៅហាក់ដូចជាភ័យហើយវាបានដើរថយក្រោយតែមើលទៅវានៅតែព្យាយាមដើរមករក Robert វិញជានិច្ច Robert បានទាញដំបងវាយទៅលើថ្លុកទឹកដែលនៅជិតនោះរហូតដល់ Freddy មានការភ័យខ្លាចហើយរត់ចេញពីគាត់ពេលដែលគាត់សម្លឹងទៅមើល Freddy បាត់ស្មៅរបស់វាហើយ Robert ចាប់ផ្ដើមទម្លាក់ដំបងចុះហើយលុតជង្គង់យំយកដៃខ្ទប់មុខទាំងដៃប្រឡាក់ភក់នៅពេលនោះគាត់និយាយថាគាត់មានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំងដែលបានធ្វើបាបសត្វចិញ្ចឹមតែមួយគត់របស់គាត់ដើម្បីតែសង្គ្រោះជីវិតរបស់វាហើយនៅក្នុងថ្ងៃទី3ខែសីហាដដែលនេះ Freddy បានដើរចេញពីកន្លែងម្ចាស់របស់វាប្រហែលជា8ម៉ាយបានជួបនឹងអ្នកដើរព្រៃមួយក្រុមពួកគេបានឃើញឆ្កែនេះមានអាការៈចម្លែកក៏យកវាទៅប៉ោះប៉ូលីសព្រៃឈើមួយទើបគេស្កេនដឹងថាឆ្កែនេះគឺជាឆ្កែរបស់ Robert រហូតមកដល់ថ្ងៃទី5ខែសីហាប៉ូលីសបានរកឃើញឡានរបស់គាត់ហើយពេលនោះការរកទងទ្រាយធំក៏បានចាប់ដើមក្នុងនោះមានទាំងឧទ្ធម្ភាគចក្រនិងកាមេរ៉ាចាប់កម្ដៅតែគួរឲ្យសោកស្ដាយពេលនៅទីនោះគឺក្រាស់ពេកធ្វើឲ្យកាមេរ៉ាចាប់កម្ដៅគឺមើលមិនធ្លុះឡើយហើយកត្តាមួយទៀតគឺសម្លេងរបស់ទន្លេដែលវាហូរហ្នឹងវាក៏អាចលុបនៅសម្រែករបស់លោក Robert ផងដែរចូលមកដល់ថ្ងៃទី20ខែសីហាការរកជាផ្លូវការត្រូវបានប្រកាសថាបញ្ចប់ដោយគេសន្មតថាគាត់គ្មានសង្ឃឹមរស់ទេចំណែកឯលោក Robert វិញបន្ទាប់ពីបាត់ឆ្កែរបស់គាត់ដែលរត់ចាក់ចេញទៅពីគាត់នឹងគាត់ចេះតែដើរតាមមាត់ទន្លេព្រោះគាត់គិតថាទឹកនឹងនាំគាត់ទៅរកអ្នកភូមិអ្នកស្រុកដែលនៅជិតនោះនៅស្ថានភាពនោះគាត់មានការស្រែកឃ្លានជាខ្លាំងរហូតធ្វើឲ្យពោះរបស់គាត់ឆ្អល់ហើយគាត់បានហូបផ្លែឈើព្រៃនិងផ្សិតដែលគាត់ប្រថុយហូបទាំងមិនស្គាល់ពីប្រភពរបស់វាច្បាស់លាស់ហើយនឹងផឹកទឹកទន្លេដល់ត្រជាក់នៅទីនោះហើយស្ថានភាពអាក្រក់មួយទៀតគឺនៅពេលដែលគាត់បានឆ្លងកាត់ទឹកហូរមួយកន្លែងគាត់បានរបូតស្បែកជើងរបស់គាត់ហើយជើងរបស់គាត់ទៅបានជន់ថ្មបណ្ដាលឲ្យរងរបួសធ្វើឲ្យជើងរបស់គាត់ហូរឈាមហើយកើតទៅជាដំបៅខ្លាយដោយមានការឆ្លងមេរោគនៅម្រាមជើងរបស់គាត់ទៀតផង
នៅពេលដែលអាកាសធាតុចុះត្រជាក់គាត់បានព្យាយាមបង្កាត់ភ្លើងដើម្បីរក្សាកម្ដៅខ្លួនប្រាណរបស់គាត់តែការព្យាយាមបង្កាត់ភ្លើងរបស់គាត់គឺមិនឆេះឡើយព្រោះដោយសារតែឈើដែលគាត់បានប្រមូលពីក្នុងព្រៃនោះគឺទឹកដោយសារទឹកភ្លៀងក្នុងករណីនេះដែរបើសិនជាអ្នកទាំងអស់គ្នាជួបស្ថានភាពដូចជាលោក Robert អ្នកទាំងអស់គ្នាត្រូវចាំថាឈើដែលវាសើមហ្នឹងគឺវាសើមនៅខាងក្រៅទេគឺវាមិនងាយសើមនៅខាងក្នុងទេទោះបីជាវាត្រូវភ្លៀងយូរប៉ុណ្ណាក៏ដោយលុះត្រាតែរឿងមួយទេគឺឈើហ្នឹងត្រាំក្នុងទឹកស្ទឹងឬក៏ទឹកទន្លេហ្នឹងរាប់ខែរាប់ថ្ងៃអាហ្នឹងមិនវាអាចឈាបទៅដល់ខាងក្នុងបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បង្កាត់ភ្លើងក្នុងករណីហ្នឹងឲ្យឆេះអ្នកទាំងអស់គ្នាត្រូវធ្វើម៉េចពុះអុសនឹងជា2ដើម្បីយក snow ខាងក្នុងហ្នឹងមកបង្កាត់ឲ្យភ្លើងនឹងឆេះពីក្នុងទៅក្រៅវិញគឺវិធីសាស្ត្រហ្នឹងគឺបានជោគជ័យច្រើនអញ្ចឹងយើងចូលទៅសាច់រឿងរបស់យើងវិញគាត់បានដេកលាក់ខ្លួននៅក្នុងរូងភ្នំចាស់ចាស់ដែលសត្វខ្លាឃ្មុំបានបោះបង់ចោលគឺគាត់ទៅគេងនៅក្នុងរូងខ្លាឃ្មុំហ្នឹងគឺដើម្បីរក្សាកម្ដៅខ្លួនប្រាណរបស់គាត់គេចផុតពីអាកាសធាតុត្រជាក់ហើយគាត់បានបន្តរស់នៅក្នុងស្ថានភាពបែបនេះជាច្រើនថ្ងៃរហូតចូលទៅដល់សប្តាហ៍ទី3ខ្លួនប្រាណរបស់គាត់បានសក់ទម្ងន់យ៉ាងខ្លាំងសភាពរបស់គាត់គឺនៅពេលនោះសល់តែស្បែកនិងឆ្អឹងតែប៉ុណ្ណោះហើយការរស់នៅម្នាក់ឯងនេះគឺធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍រវើរវាយគាត់ចាប់ផ្ដើមឃើញស្មៅមនុស្សនិងឮសំឡេងមនុស្សនិយាយគ្នាហើយគាត់ក៏រវើរវាយចាប់ផ្ដើមនិយាយម្នាក់ឯងនិងច្រៀងចម្រៀងហើយសម័យថាគាត់បាននិយាយជាមួយម្ដាយរបស់គាត់និង Friendly ដែលជាឆ្កែរបស់គាត់ផងដែរស្ថានភាពនៅពេលនោះគឺគាត់ដឹងថាគាត់ត្រូវតែធ្វើយ៉ាងណាដើម្បីទៅដល់រស់ដោយសារតែក្នុងចិត្តរបស់គាត់បានប្រងើងឲ្យគាត់មានភាពតស៊ូដើម្បីចង់ជួបម្ដាយរបស់គាត់និងចង់ឃើញ Freddy ដែលជាឆ្កែរបស់គាត់ថាវានៅរស់ឬក៏អត់ចូលដល់ថ្ងៃបន្ទាប់គាត់បានសម្រេចចិត្តឆ្លងទន្លេដើម្បីទៅបេះផ្លែឈើតែកម្លាំងទឹកនៅទីនោះគឺបានហូរខ្លាំងពេកដែលវាធ្វើឲ្យលោក Robert បានដួលទង្គិចទៅនឹងថ្មហើយការដួលនេះដែរបានធ្វើឲ្យដាច់សរសៃជើងរបស់លោក Robert ដើរលេងរួចទាំងសងនៅពេលនោះគាត់កាន់តែវេទនាថែមទៀតដោយសារតែពេលដែលគាត់ត្រូវបំលាស់ទីទៅកន្លែងណាមួយគឺគាត់មិនអាចដើរបានទេអញ្ចឹងគាត់ត្រូវតែធ្វើដំណើរដោយវាលូនណាអញ្ចឹងគឺគាត់វាលូនទាំងពិបាកហើយខ្លួនគាត់នឹងបានដាច់រហែកខោអាវហើយនឹងចាប់ដើមមានស្នាមរបួសកកិតជាមួយនឹងថ្មគឺបណ្ដាឲ្យខ្លួនប្រាណរបស់គាត់នឹងរងរបួសកាន់តែធ្ងន់ធ្ងរថែមទៀតចំណែកឯបញ្ហាបន្ទាប់ដែលគាត់ត្រូវជួបនឹងគឺបញ្ហាពុលចំណីអាហារដែលគាត់បានហូបជារាល់ថ្ងៃហ្នឹងដែលធ្វើឲ្យគាត់រាកមូលនិងធ្វើទុកជាខ្លាំងដែលស្ថានភាពនៅពេលដែលគាត់ជួបនៅពេលនោះគឺវាអាក្រក់មែនទែនសឹងតែគាត់បានបោះបង់ចោលនៅក្តីសង្ឃឹមរបស់គាត់ទាំងសងថ្ងៃទី27ខែសីហាដដែលក្រុមស្ម័គ្រចិត្តដែលធ្វើផ្លូវព្រៃមួយក្រុមបានដើរកាត់នៅទីនោះស្រាប់តែពេលនោះពួកគេបានឮសំឡេងខ្សោយស្រែកហៅថាជួយផងនៅពេលដែលឮសំឡេងសុំជំនួយបែបនេះពួកគេបានរត់ចុះទៅមើលស្រាប់តែឃើញលោក Robert ដេកស្រាតអាក្រាតកាយដែលមានស្ថានភាពស្លេកស្លាំងស្គមឃើញតែឆ្អឹងជំនីហើយជើងរបស់គាត់មានសភាពហើមជាខ្លាំងនិងមានស្នាមរបួសពេញខ្លួនដោយក្រុមអ្នកធ្វើផ្លូវនោះបាននិយាយថាសភាពរបស់គាត់នៅពេលនោះប្រៀបដូចជាសាកសពមនុស្សអញ្ចឹងហើយម្នាក់នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តធ្វើផ្លូវព្រៃនោះបានដោះកៅអៅរបស់គាត់យកទៅពាក់នៅលើខ្លួនប្រាណរបស់លោក Robert ហើយធ្វើការបញ្ចុកនំប៉័ងគាត់បន្តិចម្ដងទាំងស្រក់ទឹកភ្នែកពេលនោះពួកគេបានតាក់ទងទៅឧទ្ធម្ភាគចក្រមកសង្គ្រោះគាត់ភ្លាមចូលមកដល់ថ្ងៃទី31ខែសីហានៅពេលដែលគាត់ដឹងខ្លួននៅមន្ទីរពេទ្យ Robert គាត់ស្ទើរតែមិនជឿថាខ្លួនឯងនៅមានជីវិតឡើយពេលនោះម្ដាយរបស់គាត់បានមកដល់មន្ទីរពេទ្យដោយរូបរាងកាយស្គមស្គាំងរបស់លោក Robert ធ្វើឲ្យម្ដាយបង្កើតរបស់គាត់ស្ទើរតែចំណាំគាត់មិនបានផងដែរហើយចូលមកដើមខែតុលាគាត់ទៅបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញគ្រាន់តែឡានរបស់គាត់បើកមកដល់ផ្ទះភ្លាម Freddy ដែលជាឆ្កែរបស់គាត់បានស្ទុះលោតចេញមករកគាត់និងក្រវីកន្ទុយរបស់វាយ៉ាងខ្លាំងដែលជាសញ្ញារាក់ទាក់នៅពេលដែលជួបមិត្តសម្លាញ់របស់វាហើយលោក Robert បានសក់ទឹកភ្នែកលុតជង្គង់អោបឆ្កែរបស់គាត់សឹងតែមិនជឿថាគាត់និងឆ្កែរបស់គាត់មានជីវិតបានជួបគ្នាមកដល់ថ្ងៃនេះហើយបទពិសោធន៍ដ៏ជូរចត់នេះបានធ្វើឲ្យគំនិតរបស់គាត់ចាស់ជាងវ័យជាច្រើនឆ្នាំដែលគាត់បានបន្សល់ដំបូន្មានទៅដល់មនុស្សគ្រប់គ្នាថាទោះបីជាអ្នកពូកែយ៉ាងណាកុំជឿជាក់លើការចងចាំឬទូរស័ព្ទរបស់អ្នកពេកត្រូវប្រាប់គេពីទីកន្លែងដែលអ្នកទៅនិងយកផែនទីត្រីវិស័យនិងឧបករណ៍សង្គ្រោះតាមខ្លួនជានិច្ចហើយចាប់តាំងពីពេលនោះមកគាត់បានរៀនគោរពលើធម្មជាតិពីព្រោះធម្មជាតិមិនខ្វល់ថាអ្នកជានរណានោះទេវាតែងតែធំធេងនិងមានអំណាចខ្លាំងជាងការគិតរបស់អ្នកទៅទៀតហើយរឿងនេះគឺបានឈានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តសាច់រឿងមួយនេះហើយយើងនឹងជួបគ្នានៅវីដេអូបន្តសូមអរគុណ